បាទសូមជម្រាបសួរថ្ងៃនេះខ្ញុំបាទសូមនាំប្រិមិត្តមកជួបនៅចំការតរេនខាងទឹកដីខេត្តពោធិ៍សាត់ម្ដងអញ្ចឹងនៅក្នុងកម្មវិធីយើងតែងតែបង្ហាញនៅបច្ចេកទេសថ្មីឬក៏ជួបពីคนផ្សេងប៉ុន្តែថ្ងៃនេះយើងដល់ខែរដូវតរេនយើងសូមនាំមកដល់ចំការតរេនផ្ទាល់តែម្ដងថាតើចំការតរេននៅខាងតំបន់ខេត្តពោធិ៍សាត់នេះមានការលូតលាស់យ៉ាងម៉េចហើយដល់ខែប្រមូលផលហ្នឹងទទួលបានភាពជោគជ័យយ៉ាងម៉េចខ្លះយើងសូមទៅជួបម្ចាស់ចំការទាំងអស់គ្នាដើម្បីទទួលបានព័ត៌មានហើយពាក់ព័ន្ធនឹងបច្ចេកទេសការថែទាំពីដើមរហូតដល់ពេលប្រមូលផលនេះគាត់មានលក្ខណៈបច្ចេកទេសសម្រាប់គាត់យ៉ាងម៉េចដោយសារក្នុងតំបន់ពោធិ៍សាត់ពិសេសជាងគេនៅក្នុងតំបន់ខាងស្រុកវាលវែងខាងថ្មដាបាទអញ្ចឹងយើងកុំឲ្យខាតពេលវេលាសូមទៅជួបខាងចំការទាំងអស់គ្នាបាទបាទសូមជម្រាបសួរបងបាទជម្រាបសួរបងសុខសប្បាយទាំងអស់គ្នាបងណាសុខសប្បាយបាទថ្ងៃយើងជុំគ្នានៅចំការតែម្ដងអញ្ចឹងសូមបងដើរមកខាងលើតិចមើលដើម្បីឲ្យបានរូបភាពច្បាស់ទាំងអស់គ្នាអញ្ចឹងនៅក្នុងថ្ងៃនេះខាងកម្មវិធីយើងបានជួបបងនៅចំការផ្ទាល់ហើយក៏មានដើមតរេនដែលកំពុងផ្លែផ្កាផងដែរហើយចង់ឲ្យបងបង្ហាញភូមិសាស្ត្រជាក់ស្ដែងឲ្យប្រាប់ឈ្មោះបងបន្តិចហើយពីស្ថានភាពតរេនយើងបច្ចុប្បន្ននេះវាយ៉ាងម៉េចដែរបងបាទខ្ញុំសួរបាទខ្ញុំឈ្មោះផាន់ណានៅខាងឃុំថ្មដាភូមិកណ្ដាលខេត្តពោធិ៍សាត់ស្រុកវាលវែងបាទបើថាខាងលើវិញយើងផ្ដោតពីដើមទីមកយើងមានប្រភេទផលិតផលក្រុមហ៊ុនUT គ្រប់បាទUT គ្រប់គាត់មានទិន្នផលខ្ពស់99អីបងបាទកសិកររីករាយហើយនឹងទិន្នផលខ្ពស់99ហើយមួយទៀតថែស្លឹកដើម្បីថាឲ្យវាលូតលាស់ចេញត្រួយបានស្អាតហ្នឹងការពារនឹងដូចថាប្រភេទចៃដង្កូវមានដូចជាចៃកំសត់ចៃកំសត់បាទចៃកំសត់បើយើងថែលើកទី1មកយើងមានចៃកំសត់តកៅសូវប្រាំងបាទហើយនឹងបញ្ចេញត្រួយមានប្រភេទស្លឹកមួយកសិករស្លឹកមួយបាទកសិករស្លឹកមួយបាទនឹងវគ្គទី1ដែលយើងថែស្លឹកយកបាទដល់វគ្គផ្កាយើងដល់វគ្គផ្កាយើងមានប្រភេទមួយទៀតដើម្បីឲ្យស្លឹកខ្មៅហើយរឹងបានធំល្អគឺម៉ាញ់ស្យូមពួកម៉ាញ់ស្យូមទិន្នផលខ្ពស់បាទទិន្នផលខ្ពស់99អាហ្នឹងវគ្គដែលយើងរៀបនឹងយកផ្កាសពើកាន់សពើផ្កាផ្លែអាហ្នឹងវគ្គដែលយើងថែផ្កាបងបាទថែផ្កាហ្នឹងយើងយកសពើផ្កាផ្លែសពើកាន់សពើលំអងសពើលំអងវគ្គយើងចិត្តបែកផ្កាបងវគ្គជួយបង្កាត់បាទជួយបង្កាត់វាដើម្បីឲ្យផ្លែបានស្អាតណាបាទអូខេចុះពួកស៊ុបពើអាមីណូឬក៏អីមានបើនិយាយខាងស៊ុបពើអាមីណូវគ្គដែលយើងត្រូវប្រើវគ្គដែលចាប់ដើមចិត្តដាក់ម្សៅបាទចិត្តដាក់ម្សៅដើម្បីជំនួយស្លឹកជំនួយដងដើមជំនួយអីដើម្បីជួយជំរុញជាតិស្ករវាបងបាទជួយជំរុញជាតិស្ករវាដើម្បីឲ្យវាមានតួនាទីហ្នឹងជួយជំរុញទៅដល់ស្លឹកហើយនឹងមកជួយផ្លែវិញបាទចឹងល្អមែនតើបងបានរៀបរាប់ពីបច្ចេកទេសទូដល់អ្នកទស្សនាថាហេតុអីបានល្អដោយសារបងបានយល់ពីបច្ចេកទេសនៃការប្រើប្រាស់ថ្នាំតាមដំណាក់កាលបងណាអញ្ចឹងសូមយោបល់បងខាងដេប៉ូបន្តិចបាទបងមានយោបល់យ៉ាងម៉េចដែរចំពោះការថែទាំតរេនបងហើយឥឡូវចិត្តដល់ប្រមូលផលយើងគួរតែធ្វើម៉េចគ្រប់គ្រងសារធាតុនៅបានល្អឬក៏អីយ៉ាងម៉េចយោបល់របស់បងបាទប្រើតាមត្រឹមត្រូវតាមដំណាក់កាលតាមពេលវេលាអីយ៉ាងម៉េចបងអាចមានយោបល់ដែរក៏អត់បាទខ្ញុំមិនមានយោបល់អីខុសប្លែកពីខាងម្ចាស់ចការប្រហែលទេខាងឌីប៉ូខ្ញុំមានតែការណែនាំសម្រាប់ឲ្យគាត់រៀបចំដំណាក់កាលប្រើឲ្យត្រូវតាមដំណាក់កាលមានដំណាក់កាលថែឬថែដើមហើយនឹងការពារជំងឺបន្ទាប់ពីហ្នឹងយើងថែទាំយកផ្កាហើយរៀបចំផ្កាផ្លែដើម្បីឈានមកដល់ដំណាក់កាលអាចទៅឈានទៅការប្រមូលផលបានលើពីហ្នឹងហើយយើងថែមឲ្យតាក់ទងទៅជាមួយនឹងផលិតផលរបស់យើងនិយាយទៅម្ចាស់ចំការគាត់ការប្រើប្រាស់សមាសជាតិពុលទាំងឡាយដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគនៅដំណាក់កាលពី100ថ្ងៃ90ថ្ងៃលើមកគឺយើងអាចប្រើសមាសជាតិពុលទាំងអស់ព្រោះដើម្បីឲ្យអាហារចំណីអាហារយើងមានសុវត្ថិភាពមិនប៉ះពាល់ដល់អ្នកបរិភោគបាទល្អមែនតើអញ្ចឹងសម្រាប់បងដេប៉ូក៏គាត់យល់ដឹងពីការប្រើប្រាស់ថ្នាំ
ដឹងពីដំណាក់កាលណាយើងប្រើដំណាក់កាលណាចូលប្រើមិនចឹងបងណាចឹងមានថាគាត់ប្រើប្រាស់គាត់ដឹងពេលវេលាត្រឹមត្រូវចឹងធ្វើម៉េចឲ្យអ្នកបរិភោគឲ្យតរៀនយើងវាសុវត្ថិភាពល្អហើយក៏ពិតតរៀនដល់ប៉ុណ្ណេះក៏យើងលែងប្រើប្រាស់ថ្នាំអីទៀតដែរព្រោះយើងអត់មានតាយទៀតទេចឹងគាត់អត់ចង់ចំណាយលុយទៀតទេឲ្យតែតរៀនយើងល្អចឹងគឺសុវត្ថិភាពបាទចឹងនេះជាចំណុចសំខាន់ដែលអ្នកផលិតតរៀនគាត់ចង់បានទិន្នផលហើយគាត់គិតពីសុវត្ថិភាពបាទឥឡូវពិសេសជាងគេសូមសរសើរជាក់ស្ដែងថាតរៀនមិនត្រឹមតែបានផលទេគឺចំណេញមួយទៀតសុខភាពតរៀនគាត់ល្អគ្រប់ដើមអស់គឺនៅតែស្លឹកបៃតងមាំមួនល្អខ្ញុំមានថាអ្នកផលិតតរៀនគឺគាត់ចង់បានភាពនិរន្តរភាពបានផលបានផ្លែហើយសុខភាពដើមតរៀនគាត់បន្ទាប់ពីមកផលមកគឺស្លឹកនៅមានកម្លាំងបាទអញ្ចឹងមានថាកម្លាំងស្លឹកមកគ្រប់គ្រាន់ធ្វើតរៀនគាត់គុណភាពល្អហើយសុខភាពតរៀនគាត់នឹងអាយុវែងតទៀតហើយអត់បាក់អីបាទរស់បានយូរនេះជាចំណុចយើងចង់បានបាទចាស់ឆ្កាបានប្រមូលផលបានរយៈពេលយូរដល់អាយុ90ឆ្នាំអីទៅតរៀនខ្លះ60ឆ្នាំ70ឆ្នាំគឺនៅយកផលបានដែរបើយើងថែបានល្អមិនអញ្ចឹងបងបាទអញ្ចឹងជាបំណងប្រាថ្នារបស់ចាស់តរៀនលោកគ្នាបំណងប្រាថ្នារបស់ខ្ញុំឲ្យបានកាន់អាយុកាន់តែល្អកាន់ល្អបានល្អបាទកាន់តែច្រើនហើយកាន់តែល្អបាទអញ្ចឹងសខេបមកវិញសូមប្រិយមិត្តអាចរកទីតាំងតរៀនដែលមានសុវត្ថិភាពផ្លែគុណភាពល្អបាទអញ្ចឹងយើងទិញទៅល្មមហូបផ្លែប៉ុណ្ណេះហើយសាច់ណែនបាទមានគុណភាពអ្នកប្រើប្រាស់អ្នកថែទាំគាត់មានការយល់ដឹងពីការប្រើប្រាស់ថ្នាំសុវត្ថិភាពបាទសូមអរគុណសម្រាប់ការទស្សនាសូមអរគុណបងទាំងពីរបាទ